บนรถยนต์របស់លោកឆ្នាំមាន The Beast ចំនួន3គ្រឿងដូចគ្នា 100% ដែលកំណត់ឲ្យបញ្ចេញកម្ដៅផ្សែងនិងសំបីតែទម្ងន់ខ្យល់ក្នុងកង់ក៏ដូចគ្នាដែរព្រោះក្រុមចារកម្មធ្លាប់បានកំណត់អត្តសញ្ញាណរថយន្តរបស់ប្រធានាធិបតីអាមេរិកតាមរយៈសម្ពាធកង់ពេលដែលលោកឆ្នាំចុះពីយន្តហោះ Air Force One មានតែលោកឆ្នាំខ្លួនឯងប៉ុណ្ណោះដែលដឹងថាលោកនឹងចូលរថយន្តមួយណាចំណែកក្រុមភ្នាក់ងារសម្ងាត់នឹងជិះ The Beast 2គ្រឿងទៀតដើម្បីតាមការពារលោកឆ្នាំនៅប្រទេសដែលមានហានិភ័យខ្ពស់ The Beast ទាំង3គ្រឿងបដូរទីតាំងមុនក្រោយរៀងរាល់30នាទីម្ដងនៅពេលធ្វើដំណើរតាមផ្លូវទៅតាមកូដសម្ងាត់របស់ភ្នាក់ងារសន្តិសុខជាតិអាមេរិកជាកូដដែលចារកម្មមិនអាចបំបែកបាន The Beast និងរថយន្តអមទាំងអស់ត្រូវបានដឹកជញ្ជូនដោយសម្ងាត់ពីមូលដ្ឋាន John West Andrews តាមរយៈយន្តហោះយោធា C-17 ត្រូវហោះតាមច្រកយោធាលាក់កំបាំងពីរ៉ាដាស៊ីវិលនៅពេលចូលគៀកន្លែងចុះចតអ្នកបើកយន្តហោះត្រូវប្រូសញ្ញាខ្លាំងៗចំនួន3ដងដើម្បីកិច្ចពីការតាមចាប់ស្ទាក់នឹងរ៉ាដារបស់ប្រចាំមិត្តក្រោយចុះចត The Beast ត្រូវបានការពារដោយកងម៉ារីនអាមេរិកនិងត្រួតពិនិត្យយ៉ាងល្អិតល្អន់រៀងរាល់4ម៉ោងម្ដងមានប្រទេសណាមួយនៅលើផែនដីមានដូចទេនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិករួមទាំងលោក Donald Trump បំពេញទស្សនកិច្ចក្រៅប្រទេសរបស់ម្យ៉ាងដែលទៅមុនមេដឹកនាំប្រទេសមហាអំណាចនេះគឺរថយន្តពាសដៃទម្ងន់9តោនរហ័សនាមសត្វកំណាច The Beast ត្រូវបានផលិតឡើងដោយក្រុមហ៊ុន General Motors ក្រោម brand Cadillac ដើម្បីការពារជីវិតប្រធានាធិបតីអាមេរិកនៅគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងយោងតាម Deacon Herald តួរថយន្តនេះមានកម្រាស់20សង់ទីម៉ែត្រធ្វើពីដែកច្រើនស្រទាប់ត្រួតលើគ្នាក្នុងនោះមានដែកថែបនិងទីតាញោមរួមបញ្ចូលគ្នាជាក្រុមឆ្អឹងដ៏រឹងមាំនៅពីក្រោមដែកថែបនេះមានបន្ទះសេរ៉ាមិចសម្រាប់ស្រូបយកការប៉ះទង្គិចនិងនៅពីក្រោមគេគឺសារធាតុ fiber ដែលរឹងមាំជាងដែកថែប5ដងមានតួនាទីពាំងគ្រាប់កាំភ្លើងមិនឲ្យចាក់ទម្លុះពីដែកបានហើយក៏អាចបញ្ជាកម្លាំងបំផ្ទុះថែមទៀតផងកញ្ចក់របស់សត្វកំណាច The Beast មានកម្រាស់12សង់ទីម៉ែត្រអាចការពារគ្រាប់កាំភ្លើងគ្រប់ប្រភេទទ្វារទាំងអស់របស់រថយន្តនេះត្រូវបានរចនាតាមលំនាំទ្វារយន្តហោះការពារសំឡេងខ្យល់ប្រឆាំងការវាយប្រហារគីមីជីវសាស្ត្រឬវិទ្យុសកម្មនេះបើយោងទៅតាម Business Insider សម្បកកង់របស់ The Beast ត្រូវបានផលិតពី fiber ដែលអនុញ្ញាតឲ្យរថយន្តអាចបើកបានបើទោះបីជាកង់នេះបែកក៏ដោយនៅក្នុងរថយន្តមានប្រព័ន្ធផ្ដល់អុកស៊ីសែនសម្រាប់សង្គ្រោះបន្ទាន់មានប្រព័ន្ធពន្លត់អគ្គិភ័យឧបករណ៍ចាប់សញ្ញាវាយប្រហារពី drone មីស៊ីលនិងយន្តហោះចម្បាំងមានឧស្ម័នបង្ហូរទឹកភ្នែកនិងភ្ជាប់ទៅផ្កាយរណបលើអាកាសបន្តទៅប្រព័ន្ធទំនាក់ទំនងរបស់សេតវិមានក្បួនរថយន្តរបស់លោកឆ្នាំមាន The Beast ចំនួន3គ្រឿងដូចគ្នា 100% ដែលកំណត់ឲ្យបញ្ចេញកម្ដៅផ្សែងនិងសំបីតែទម្ងន់ខ្យល់ក្នុងកង់ក៏ដូចគ្នាដែរព្រោះក្រុមចារកម្មធ្លាប់បានកំណត់អត្តសញ្ញាណរថយន្តរបស់ប្រធានាធិបតីអាមេរិកតាមរយៈសម្ពាធកង់ពេលដែលលោកឆ្នាំចុះពីយន្តហោះ Air Force One មានតែលោកឆ្នាំខ្លួនឯងប៉ុណ្ណោះដែលដឹងថាលោកនឹងចូលរថយន្តមួយណានៅប្រទេសដែលមានហានិភ័យខ្ពស់ The Beast ទាំង3គ្រឿងបដូរទីតាំងមុនក្រោយរៀងរាល់30នាទីម្ដងនៅពេលធ្វើដំណើរតាមផ្លូវទៅតាមកូដសម្ងាត់របស់ភ្នាក់ងារសន្តិសុខជាតិអាមេរិកជាកូដដែលចារកម្មមិនអាចបំបែកបាន The Beast និងរថយន្តអមទាំងអស់ត្រូវបានដឹកជញ្ជូនដោយសម្ងាត់ពីមូលដ្ឋាន John West Andrews តាមរយៈយន្តហោះយោធា C-17 ត្រូវហោះតាមច្រកយោធាលាក់កំបាំងពីរ៉ាដាស៊ីវិលនៅពេលចូលគៀកន្លែងចុះចតអ្នកបើកយន្តហោះត្រូវប្រូសញ្ញាខ្លាំងៗចំនួន3ដងដើម្បីកិច្ចពីការតាមចាប់ស្ទាក់នឹងរ៉ាដារបស់ប្រចាំមិត្តក្រោយចុះចត The Beast ត្រូវបានការពារដោយកងម៉ារីនអាមេរិកនិងត្រួតពិនិត្យយ៉ាងល្អិតល្អន់រៀងរាល់4ម៉ោងម្ដង